ស្វាគមន៍មកកាន់ចន្ទរា Academy សួស្តីបងប្អូនថ្ងៃនេះលោកគ្រូលើកយកលំហាត់ក្នុងមេរៀនទី2ថ្នាក់ទី9ណាលំហាត់លេខ9ចុងមានសំខ្ចីប្រាក់ពីធនាគារ1លានរៀលដែលមានអត្រាការប្រាក់ 12% គាត់យកប្រាក់ 60,000 រៀលទៅរកស៊ីចំណេញបានប្រាក់ 18,000 រៀលហើយប្រាក់នៅសល់ 40,000 រៀលគាត់យកចងការឲ្យគេក្នុងអត្រា 14% ក្នុងមួយឆ្នាំអញ្ចឹងនៅពេលដល់មួយឆ្នាំតើមានសំចំណេញឬខាតអញ្ចឹងដើម្បីរកប្រាក់ដើម្បីចង់ដឹងថាមានសំចំណេញឬខាតគឺយើងត្រូវយកប្រាក់ដែលបានពីការរកស៊ីទាំងពីរលើកហ្នឹងទៅដកជាមួយនឹងប្រាក់ដែលត្រូវបង់ណាការប្រាក់ដែលត្រូវបង់ទៅធនាគារវិញអញ្ចឹងយើងមកគូ diagram តិចមកអញ្ចឹងយើងខ្ចីប្រាក់ពីធនាគារ1លានរៀលអញ្ចឹងអត្រាការប្រាក់គឺ E 12% ក្នុងមួយឆ្នាំគាត់រកស៊ីគាត់យកប្រាក់មករកស៊ីណាលើកទី1គាត់យកប្រាក់ 60,000 រៀល 60,000 រៀលនេះទៅចងការគេគាត់ចំណេញបានប្រាក់ 18,000 ចំណេញណាលើកទី2គាត់យកលុយដែលនៅសល់នោះ 40,000 ចឹងគាត់ចងការឲ្យគេក្នុងអត្រាការប្រាក់ 14% ក្នុងមួយឆ្នាំចឹងគាត់ចំណេញអត់ទាន់រកឃើញទេមិនដឹងថាចំណេញបានប្រមាណទេណាចឹងដើម្បីរកប្រាក់ដែលគាត់ចំណេញហ្នឹងគឺឬខាតហ្នឹងគឺយើងយកប្រាក់ដែលបានពីការរកស៊ីទាំងពីរលើកដកជាមួយនឹងការប្រាក់ដែលត្រូវបង់ធនាគារវិញអញ្ចឹងទី1យើងត្រូវរកការប្រាក់ត្រូវបង់ធនាគារណាបង់ធនាគារវិញណាចុះតាមរូបមន្តការប្រាក់គឺ E ស្មើនឹង PRT លើ100អញ្ចឹងយើងឃើញថា P យើង1លាន R យើង 12% ហើយ T មួយឆ្នាំអញ្ចឹងយើងចំនួនលេខចូលទៅសុំសេខាងនេះមក E ស្មើនឹង1លានគុណនឹង12គុណឲ្យ1ចែកឲ្យ100អញ្ចឹងវាស្មើនឹងសួរ02ចោលមកអញ្ចឹង12 04អញ្ចឹង 120,000 រៀលអញ្ចឹងគាត់ត្រូវបង់ការប្រាក់ឲ្យធនាគារវិញគឺ 12,000 រៀលទី2គឺយើងរកការប្រាក់លើប្រាក់ 40,000 អញ្ចឹងតាមរូបមន្ត E ស្មើនឹង PRT លើ100នេះគឺរូបមន្តការប្រាក់សាមញ្ញចុះយើងឃើញថា P យើងស្មើនឹង 40,000 រៀល R យើងគឺ 14% ហើយ T របស់យើង1ឆ្នាំយើងចំនួនលេខចូលទៅគូសុំសេខាងនេះតិច E ស្មើនឹង 40,000 គុណឲ្យ14គុណឲ្យ1លើ100អញ្ចឹងគណនាមកឃើញ4 4ដង 16អញ្ចឹងគឺ56
ស្មើ02ចោលនៅសល់03 1 2 3អញ្ចឹងគាត់ចំណេញបានប្រាក់ 56,000 អញ្ចឹងមានបន្ទាប់យើងរកប្រាក់ចំណេញណាអញ្ចឹងប្រាក់ចំណេញគឺប្រាក់ដែលបានពីការរកស៊ីទាំងពីរគឺ18,000 រៀលបូកជាមួយនឹង 56,000 រៀលដកជាមួយនឹងប្រាក់ត្រូវបង់ធនាគារវិញ 12,000 អញ្ចឹងគណនាមកឃើញ 11,600 រៀលណាអញ្ចឹងដូច្នេះគាត់ចំណេញបានប្រាក់ 11,600 រៀលអញ្ចឹងលោកមានលំហាត់អនុវត្តមួយរីខ្ចីប្រាក់ពីធនាគារ $1,000 ក្នុងអត្រា 10% ក្នុងមួយឆ្នាំគាត់យកប្រាក់ពាក់កណ្ដាលទៅចងការឲ្យគេចំណេញបាន$120នៅសល់ពាក់កណ្ដាលទៀតគាត់ចងការក្នុងអត្រា 14% ក្នុងមួយឆ្នាំអញ្ចឹងរកប្រាក់ចំណេញនៅចុងឆ្នាំអញ្ចឹងកូនសាកល្បងទៅលំហាត់ដូចគ្នាទេអរគុណ